tật anh đôi chia vô đó lại bạnបងគឺលោកចៅហ្វាយគាត់មានការងារច្រើនដែលខ្ញុំត្រូវជួយមើលគាត់ហើយត្រូវចុះទៅមើលតាមឃ្លាំងស្រូវអង្គរនោះផងមិនសូវបាននៅស្ងៀមមកកន្លែងទេបងអញ្ចឹងខ្ញុំមានតែសូមពឹងបងទាំងពីរឲ្យជួយមើលប្រពន្ធខ្ញុំផងពួកឥឡូវពួកនេះកាន់តែធំហើយអូមិនអីទេយ៉ាងណាចិនណាជាប្អូនស្រីខ្ញុំដែរបងត្រូវតែមើលថែនាងស្រាប់ទៅហើយអញ្ចឹងខ្ញុំសូមលាលបងសិនហើយសូមទោសផងដែលខ្ញុំអត់មានពេលនៅបានតែចែកជាមួយលបងយូរនឹងហើយមិនអីទេអរសាបងមកបងទៅណាចាឆ្នាំទឹកបាទអរគុណពូហើយមកយាយលោកដាច់អត់លោកមិនសូវដាច់ទេពូដាច់តែតិចណាស់ប្រាប់ពូហ្នឹងហើយអរគុណច្រើននេះអាបានទៅចូលថ្មីមែនចាលោកស្រីអូស្អាតណាស់នេះលោកបងនេះអូនចង់ទិញកែវទឹកសម្រាប់ទទួលជានៅផ្ទះយើងមកឈុតពីឈុតលោកបងគិតមិនដែរល្អទៅមើលទៅប្តីប្រពន្ធលោកស្រីស្រាញ់គ្នាណាស់ចេះតែបញ្ចូលហើយអញ្ចឹងខ្ញុំត្រូវមើលអាបានបន្ថែមទៀតសិនណាសិមត្រឡប់មកវិញចាំមកយកចាំត្រៀមមកខ្ញុំនេះពីវិឈុតមកចាលោកស្រីអូនណាបងទៅតែឃើញថាបងមានការបន្ទាន់តិចអញ្ចឹងអូនចាំរយជិះទៅផ្ទះតែខ្លួនឯងចាលោកបងបងខ្ញុំសូមនិយាយជាមួយបន្តិចលបងចឹងម៉េចចង់ដោះស្រាយអីមែនសូមបងជួយលាក់រឿងនោះសិនទៅបានអត់មិនគួរអន្តិតឯងធ្វើអញ្ចឹងសោះមានប្រពន្ធមានកូនហើយណែនៅមកតាក់តងកូនស្រីខ្ញុំទៀតតែខ្ញុំបានជាខុសទៅហើយតែសូមបងយកទៅដល់ក្មួយដែលប្រងនឹងកើតនោះផងសូមបងជួយលាក់រឿងនោះសិនទៅណាខ្ញុំនេះក៏វាខុសដែរទុកដាក់អូនមិនមើលនឹកសោះហើយឥឡូវនេះត្រូវធ្វើអីបន្តទៀតចាំខ្ញុំទៅឱកាសបានចាំខ្ញុំទៅនិយាយជាមួយចិន្តានេះផ្ទាល់យ៉ាងណាក៏ខ្ញុំមិនបោះបង់ចោលចិន្តាហើយនឹងកូនដែរនាងអើយអូបងកំពុងថាទៅរននៅស្រែតាឥឡូវមកដល់ហ្មងកំពុងតែត្រូវការពិភាក្សាផងបងទៅមកពីបាត់ដំបងយកឆ្នាំមកចិនហើយក៏បានឆ្នាំមកវិញមកផ្ញើឯងខ្លះដែរនេះហើយស្អែមកបានទៅវត្តសុំការជោគថ្វាយព្រះហើយនឹងទឹកមុនបកែពីវត្តបកែវត្តបំរីសនឹងវត្តស្អីខ្លះទេបងចាំអស់ទេនេះឯងទុកផឹកនេះទៅហើយឯងចង់ភាសាអីដែរគឺអញ្ចេះទេបងគឺលោកបងគាត់ត្រូវការប្រាក់ខ្លះជាទៅរកស៊ីហើយខ្ញុំក៏អត់មានប្រាក់អីជាប់ខ្លួនប្រហែលដែរអញ្ចឹងហើយទើបចង់សុំចិត្តបងខ្ញុំចង់សុំដីដែលខ្ញុំប្រវាស់ឲ្យបងយកទៅប្រចាំសិនហើយចាំលោកបងរកប្រាក់បានចាំទៅលក់ឲ្យវិញខ្ញុំដឹងថាដីនឹងបងធ្វើស្រែរាល់ថ្ងៃតែខ្ញុំវាទាល់ដែរហើយ
ហើយម្យ៉ាងដីនឹងទូចដែរធ្វើស្រែក៏មិនគ្រប់បងពុនដែរអញ្ចឹងខ្ញុំសុំបងទៅដោះតសិនណា ឯងចង់ជួយប្តីបងមិនខឹងទេព្រោះដីនេះជាគេរបស់ឯងដែរបងចង់ឲ្យឯងគិតឲ្យបានស្រួលបួលបើឯងទុកដីនេះធ្វើក៏បានអង្គហូបរាល់ឆ្នាំដែរហើយក៏បានប្រាក់បងពុនបើឯងយកទៅប្រចាំពិបាកលុះមកវិញណាបងគិតថាឯងកុំប្រចាំវាអី លោកបងលោកបងនេះ ហើយបាននេះប្រាក់នេះមកពីណាហើយយកមកឲ្យបងធ្វើអី គឺជាប្រាក់កាក់ខ្លះដែលអូនបានសន្សំហើយនឹងគេអាកររបស់ពុកម៉ែអូនហ្នឹងណាលោកបងយកទៅប្រើទៅណាហើយអូនក៏អត់ដឹងថារបស់អស់ទាំងនេះអាចជួយលោកបងបានប៉ុណ្ណាដែរ ប៉ុន្តែវាជាគេរបស់ពុកម៉ែអូន អូនដឹងតែលោកបងកំពុងតែត្រូវការហើយអូនជាប្រពន្ធឲ្យអូននៅស្ងៀមឈរមើលមិនកើត បងសន្យាថានៅពេលដែលបងរកស៊ីជោគជ័យបងនឹងទៅលួចរបស់ទាំងអស់នេះយកមកអូនមានជាងខានទេ ជំរាបសួរលោកសវ៉ាត់ខ្ញុំគឺជាតำរวจផ្នែកស៊ើបអង្កេតដែលទទួលបន្ទុករឿងចោរកម្មរបស់លោកតើខ្ញុំអាចសួរលោកអំពីរឿងនេះបានអត់បានលោកបានសូមអញ្ជើញអង្គុយមុនពេលកាត់ហើយមួយថ្ងៃតើលោកទៅជួបនរណាគេខ្លះបានលោកគឺមុនកាត់ហេតុមួយថ្ងៃខាងរដ្ឋបាលបារាំងបានហៅខ្ញុំទៅចូលរួមប្រជុំជាមួយនឹងគាត់ទូចង់មានតកាយស្រូវដែលមកពីបាត់ដំបងជាមួយនឹងលោកអត់គឺខ្ញុំចាំបានថាមានតកាយស្រូវមកពីស្រុកមោរស័យ2នាក់ដែរដែលមកចូលរួមប្រជុំទូចង់លោកមានចាំឈ្មោះគេនឹង2នាក់ហ្នឹងអត់ពួកគេគឺមានឈ្មោះលោកតកាយតង់និងតកាយហៃតើលោកទៅប្រជុំនឹងនៅក្នុងកម្មវិធីគេដែរគឺអញ្ចេះទេលោកគឺរដ្ឋបាលបារាំងគាត់ចង់អញ្ជើញថាកែស្រូវទាំងអស់ឲ្យទៅជួបជុំគ្នាដើម្បីនិយាយរឿងការកែប្រែនៃការប្រមូលពន្ធពេលដែលលោកមកប្រជុំនឹងតើមានតកែស្រូវណាខ្លះដែលមកចូលរួមជាមួយនឹងលោកគឺមានតកែស្រូវច្រើនណាស់មកចូលរួមលោកទូចង់មានតកាយស្រូវដែលមកពីបាត់ដំបងជាមួយនឹងលោកអត់គឺខ្ញុំចាំបានថាមានតកាយស្រូវមកពីស្រុកមោរស័យ2នាក់ដែរដែលមកចូលរួមប្រជុំទូចង់លោកមានចាំឈ្មោះគេនឹង2នាក់ហ្នឹងអត់ពួកគេគឺមានឈ្មោះលោកតកាយតង់និងតកាយហៃតើពីមុនមកលោកធ្លាប់មានរឿងជាមួយនឹងពួកគេហ្នឹងអត់គឺអញ្ចេះទេលោកពួកយើងជាអ្នករស់ស៊ីទិញស្រូវអង្គដូចគ្នា
គឺតែងតែមានការប្រកួតប្រជែងអញ្ចឹងហើយតែពួកយើងមិនដែលមានបញ្ហាអីជាមួយគ្នានោះទេដោយសារពួកគេជាអ្នកដែលទិញស្រូវអង្គនៅឯស្រុកមោងរស័យរីឯខ្ញុំជាអ្នករស់ស៊ីទិញស្រូវអង្គនៅទីរួមខេត្តបាត់ដំបងទើបតែខាងរដ្ឋបាលបារាំងហៅមកប្រជុំនេះទើបពួកយើងបានជួបគ្នាហើយក៏បានប៉ះពាល់ពាក្យសម្ដីជួយគ្នាបន្តិចតួចប៉ុណ្ណោះរួចចុះក៏ដែលលោកប្រជុំចប់តើលោកបានទៅកន្លែងណាទៀតអត់បន្ទាប់ពីចប់ប្រជុំខ្ញុំហើយនឹងភរិយាបានទៅយកលុយពីឈ្មោះនៅកំពង់ផែចុះបន្ទាប់ពីដែលលោកមកពីកំពង់ផែវិញលោកបានទៅកន្លែងណាទៀតនៅពេលដែលខ្ញុំនិងភរិយាបានត្រឡប់ពីកំពង់ផែមកវិញគឺពួកខ្ញុំបានមកសម្រាកនៅផ្ទះមិត្តសម្លាញ់របស់ខ្ញុំអធិស្ឋានលោកតាមមិត្តរបស់លោកគេមានឈ្មោះអីហើយផ្ទះគេនៅឯណាបាទលោកគឺគាត់មានឈ្មោះសុធីហើយផ្ទះគាត់គឺនៅភ្នំពេញនេះទេគឺនៅខាងជើងវត្តភ្នំដូនពេញហើយគាត់គឺជាឈ្មោះរកស៊ីកណាត់ដែលនាំចូលពីព្រៃនគរអញ្ចឹងខ្ញុំអស់សំណួរត្រឹមនេះហើយបើមានអីពាក់ព័ន្ធនឹងរឿងនេះខ្ញុំនឹងមកសួរលោកម្ដងទៀតខ្ញុំអរគុណចំណាយលោកនៅថ្ងៃនេះបាទខ្ញុំក៏អរគុណលោកដែរដែលខំចំណាយពេលមកសួរអំពីរឿងក្តីមួយនេះបាទមិនអីទេលោកនេះគឺជាទូនាទីរបស់ខ្ញុំស្រាប់ហើយដូច្នេះហើយខ្ញុំត្រូវធ្វើអញ្ចឹងខ្ញុំសូមលាលោកទៅវិញណាបាទចាំមិនលោកពុកមិនអីទេកូនកូនតែមកពីទិញបបរយកមកឲ្យលោកពុកពិសាតាមមកភាសាបបរឲ្យលោកពុកពុកមិនទាន់ឃ្លានទេនេះបតីកូនហូបទៅពុកមើលទៅកូនដូចជាមិនទាន់ហូបអីនៅឡើយទេមែនអត់ពុកកុំបារម្ភពីកូនអីព្រឹកមិញនេះហ่ะកូនហូបអីហើយតានៅតែពុកឯងមកចាំកូនដួសឲ្យពុកឆ្ងាញ់ណាលោកពុកបើឆ្ងាញ់ណាលោកពុកត្រូវតែប្រឹងប្រសើរឲ្យបានច្រើនអានបានឆាប់ជាណាលោកពុកមកលោកពុកបានហើយពុកឆ្អែតហើយ
នេះគឺជាវិក័យប័ត្ររបស់លោកពូ បាទអរគុណលោកពូប៉ែ ចាជំរាបសួរអ្នកគ្រូខ្ញុំចង់មកបងថ្លៃព្យាបាលរបស់លោកពុកខ្ញុំណាអ្នកគ្រូចាអញ្ចឹងចាំខ្ញុំពិនិត្យមើលសិនចាអ្នកគ្រូនេះគឺជាចំនួនប្រាក់ដែលបងអូនត្រូវបង់នៅក្នុងសប្តាហ៍នេះបងបានសរសេរវាទុកនៅលើវិក័យប័ត្រនេះរួចហើយអញ្ចឹងបងអូនអាចពិនិត្យមើលម្ដងទៀតបានណាចាអ្នកគ្រូនេះគឺជាប្រាក់ខ្ញុំបានរាប់គ្រប់ចំនួនអស់ហើយចាអរគុណបងអូនអរគុណណាស់អ្នកគ្រូខ្ញុំជំរាបលាទៅវិញហើយកុំបានដែរតែគេមកត្រង់វិញឥឡូវណែឯងមើលអ្នកប្រុសថ្ងៃនេះក៏មិនឃើញចូលផ្ទះមែនតាដើរបដាគវីមួកបដាហួចបដាមើលទៅដូចជាគ្មានថ្មឡើយសោះឯងកុំនិយាយលឺពេកអ្នកប្រុសដើរមកហើយតិចតែគាត់ស្លាប់លឺទៅងាប់ឲ្យឯងយើងណាទៅមកបញ្ញាប្រាថ្នាបាត់ឡើងពី3ថ្ងៃទៅមកដល់ផ្ទះនេះដឹងអត់ថាផ្ទះយើងមានរឿងអីកើតឡើងមានរឿងអីគេណាម៉ែបានតែម៉ែប្រាប់ខ្ញុំផងខ្ញុំទៅដឹងមិនទៅវិញជ្រាបតែម៉ែយើងនៅផ្ទះទៅចាស់ណាប្រុសលោកស្រីធំនៅក្នុងបន្ទប់ចាចឹងដឹងហើយមកបញ្ញាប្រាថ្នាបាត់ឡើងពី3ថ្ងៃទៅមកដល់ផ្ទះនេះដឹងអត់ថាផ្ទះយើងមានរឿងអីកើតឡើងមានរឿងអីគេណាម៉ែបានតែម៉ែប្រាប់ខ្ញុំផងខ្ញុំទៅដឹងមិនទៅគឺលោកពុកឯងនេះត្រូវចោលប្លន់ហ៎ពុកត្រូវចោលប្លន់អញ្ចឹងឥឡូវគាត់មកយ៉ាងណាម៉ែម៉ែក៏មិនទាន់ដឹងដូចគ្នាឥឡូវចេះខ្លួនឯងឆាប់ឡើងទៅរៀបចំមកបានទៅហើយម៉ែទៅប្រាប់ពីជំនាញឲ្យដែរថ្ងៃហ្នឹងយើងទៅភ្នំពេញជាមួយលោកពុកឯងទាំងអស់គ្នាតែនេះមកហូបម៉ែបានធ្វើមកហូបឲ្យខ្លួនឯងចូលចិត្តមួយអីគឺឆាឆ្ងៃហើយនេះប្រសាទលោកប្រឹងទិញផ្ញើលោកប្រឹងប្រាក់ទុកខ្ញុំអរគុណលោកអ៊ំនិងម៉ែនួនច្រើនហើយតាម៉ែទៅក្រោយវិញណែសវត្តបាច់ហើយជំងឺឯងបានគ្រាន់បើជាមុននៅ
បាទលោកបងគឺខ្ញុំបានគ្រាន់បើជាងមុនហើយ មិនយូរមិនឆាប់ទេជំងឺឯងនឹងឆាប់ជាមិនខានណា ហើយចុះថ្ងៃនេះលោកបងអត់ធ្វើការទេអី ថ្ងៃនេះបងអត់ទៅធ្វើការទេព្រោះចង់មកមើលឯងហើយម៉ែនួនគាត់ធ្វើម្ហូបខ្លះចង់មកភ្ញាក់ឯងនឹងក្មួយបតី ខ្ញុំអរគុណលោកបងហើយដែលតែងតែជួយខ្ញុំហើយនឹងកូនដតី មិនជាគុណស្រីទេឲ្យតែឯងនេះឆាប់ជាបងសប្បាយចិត្តណាស់ទៅហើយ លេងចង់បានស្នេហាព្រោះឲ្យខ្ញុំមានស្នេហា យ៉ាងម៉េចអីបានធូរខ្លាំងនៅ លពុកពួកយើងបារម្ភពីលពុកខ្លាំងណាស់ហេតុអីបានជាលពុកមកជប់រឿងបែបនេះអញ្ចឹងពុកមិនទេពួកឯងមើលមកពុកមើលពុកបានធូរច្រើនជាងមុនហើយកុំបារម្ភអី អ្នកម៉ែខ្ញុំចង់ហូបនំប៉័ងជាមួយពងទាចៀនមិនបបររឿបែបនេះទេហើយជនីឆាប់ហូបតើកូនក្រែងនៅផ្ទះកូនចិត្តហូបតែបបរមិនអញ្ចឹងអីឆាប់ហូបទៅតែអ្នកម៉ែខ្ញុំអត់ដែរ រាជនីប្រាថ្នាឯងនឹងគិតចង់ព្រោះវេនឲ្យបងបានសម្រាប់ខ្លះទេអី លោកបងនេះចាំឲ្យវតីបដូរវេនពេលក្រោយក៏បានដែរម្យ៉ាងទៀតរាជនីនឹងប្រាថ្នានេះគេមកទីនេះពេញមួយថ្ងៃដែរ